នេះពូជណានេះពូជហើយពូជហ្នឹងអានេះពូជសុតរបស់គេណាហ្នឹងហើយពូជសុតរបស់គេយកសៀប្រកាសជាមួយនឹងដាក់មេឡងត្រាក់ណាចេញមកហើយយើងប្រកាសអានេះទៀតនេះគេឲ្យប្រកាសអានេះប៉ុន្តែហាមចេះក្នុងការរើសពូជល្អហើយហាមយកនេះឪឯងមកដោយកូនឯងណាបាទអត់ងាយធំទេងាយឈឺទៀតណាងាយអត់ងាយធំតែងាយឈឺណាអត់ទេហាមកូនឯងហ្នឹងហាមយកតានេះមកដល់ចៅឯងនេះហាមអញ្ចឹងដាក់ដាក់ស្ពែមក៏ដោយសួរថានឹងតាក់តនឹងកោមីនឹងអត់ពុកសាច់ខ្លាយធ្លាប់ការខ្សែធ្លាប់ជាប់ឈាមជាមួយកុំឲ្យដោយកាលណាដោយទៅចាំមិនងាយធំហើយក្រឈឺថាប់ឈឺងាយឈឺណាអានឹងខ្ញុំប្រាប់ឲ្យច្បាស់តាក់តងនឹងនេះហ្នឹងណាចំណាំណាអ្នកដឹកបាអីក៏ដោយមើលមេតិចយកមេផ្ទះបងបានជ្រូកមកកើតមកកូននឹងទុកមេដល់ហើយទៅយកវាមកដោយកូនដល់យកកូននឹងវាកើតតទៀតយកចៅតានឹងមកដល់ចៅអត់ងាយធំទេមន់យើងអញ្ចឹងដែរណានិយាយពីមន់រត់មកបង្ហាញហ្នឹងហើយមន់យើងណាកោក្តៅដោយមេវាដោយកូនវាដោយចៅវាយូរអត់ធំទេហើយអត់ធំហ្នឹងកុំបន្ទោសចំណៃគេខ្ញុំគឺវាជន់ឈាមគ្នានឹងឯងណាអត់បានទេណាបាទវាប្រៀបដូចជាស្រូវខ្ញុំនិយាយមិញអញ្ចឹងស្រូវហ្នឹងវាកាត់តមកតែឆ្នាំទី2ទី3លែងទៅបានផលហើយហ្នឹងលែងឆ្ងាញ់លែងក្អូបទៀតណាឥឡូវអាហ្នឹងយល់ណាដឹងស្រូវដឹងមន់ដឹងនេះអាហ្នឹងច្បាស់ហើយណាស្អីក៏ដល់គេគិតពីពូជដែរបាទណានេះយើងមើលកាលណាបូមេទូចបាទធំក៏យ៉ាប់ដែរណាហ្នឹងហើយអញ្ចឹងគេមិនឲ្យកាត់ទេខ្លាចកាត់ទៅរោរែងវាអញ្ចឹងទៅតាវាទៅវាទូចដល់ទូចទៅយើងថ្លឹងគីឡូវាបានស្រាលដល់បានស្រាលវាមិនខាតស៊ីបាយអស់ដូចគ្នាចំណីអស់ដូចគ្នាណាមីងណាត្រូវចាំនឹងពូជយើងទៅរើសមែនតើណាបាទមកមុខគេមកគេធ្វើមុខហើយនេះជ្រូកដែលកើតមុនឥឡូវបានថាជាចូលដល់7-10គីឡូ20គីឡូអីហើយតែខ្លួនទូចទេប៉ុន្តែសាច់គឺណែនហ្មងគេសប្បាយចិត្តគេអីនេះបាច់មិនតន់ទេមើលឡើងគេនេះក្រុមនេះវិញក្រុមជ្រូកសាច់អានេះឃើញទូចចឹងទេប៉ុន្តែសិតតែ80គីឡូឥឡូវមុនយកកាប់ខ្លះចឹងទៅទម្ងន់សិតតែ80គីឡូទូចគេឃើញកូនជ្រូកមានសុខភាពល្អហើយសប្បាយចិត្តឈ្មោះដីឈ្មោះអីគេឈ្មោះរោគេឈ្មោះអីលេងសប្បាយចិត្តគេស៊ីស្មៅស៊ីអីរៀងវាមកឆ្ងាញ់ហ្មងយល់គេថាតែគេវាអត់ទៅមានប៉ុន្មានតែបើតំណងខ្នងហើយនឹងអីមូលតាល់ហ្មងសាច់មកហ្នឹងបើផែនមិនហ្នឹងអត់ទៅមានតាគេប៉ុន្មានទេប៉ុន្តែប្រភេទពូជធំលឿនមើលមើលរៀងមេមកអេមហើយមេបើសិនទុកមេកូនច្រើនណាពួកនេះពីមេវាចាក់ស្ដែងកូន5-10 6-10កូនអត់ដែរតិចឥឡូវផើមទៀតនេះគេបុកវិញអត់កូនប៉ុន្តែលេងមេខ្មៅខ្លះមេខ្មៅរែងឆ្កើតអត់សូវស្អាតទេមេខ្មៅខ្ញុំទុកនេះកូនវានេះវាលក្ខណៈវារៀងវែងណាស់តែចំមុះវារៀងវែងធូរកដុលមិនដល់ប៉ុណ្នេះចំមុះវាខ្លីៗហ្នឹងខុសគ្នាតែបើស៊ីចាញ់ពួកអសនេះឡើងលឿនជាងបើអសនេះពូជមេទាំងអស់នេះអានោះមេខ្ញុំលក់ចោលបាត់មកកូនមួយតែឯងទៅអីពួកនេះវាគីឡូខប់ដែរឥឡូវ